ធម្មយើងខ្ញុំសូមគោរពគណៈបតីគណៈកម្មការជាទីគោរពដ៏ខ្ពស់ជំរាបសួរសូមគោរពលោកគ្រូអ្នកគ្រូអាណាព្យាបាលនិងសិស្សានុសិស្សដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់រាប់អាននាងខ្ញុំចូលចំណាបញ្ញាការជាសិស្សមកពីសាលាវិទ្យាល័យហ៊ុនសែនកំពង់7ថ្ងៃនេះនាងខ្ញុំឡើងមកសូត្របទពាក្យ7ក្រោមប្រធានបទវិយុល្អគ្រូឆ្នាំនាំឲ្យសាលាមានឧត្តមនីវត្តបទពាក្យ7សូត្របែបមន្ត្រីបាលសាលាល្បីឈ្មោះព្រំមានគ្រូធ្វើជាគំរូសង្គ្រោះគ្នាការណាំក្រុមក្រងជាមាគីក្រុមពេលវេលាខំច័ន្ទចាយកចិនតងដាំងសង្គ្រោះគ្នាសង្កភាពជារឿងជីវិតម្ដាយនឹងកូនថ្លៃប្រណីពិនតាមដានពីនិនណាក្រិនអង្គដំលោកគ្រូនាងគ្រូជ្រងផែនការតស៊ូប្រាជ្ញាខិនខែងខំដើរតាមមាគ៌ាយ៉ាងសាំងសមតែងកិនបារម្ភសាងធនធានណាបំផុងបង្កើនការកែច្នៃបង្ហាញស្នាដៃឲ្យកើតមាបំណាញចែកជូនជាធម្មទានកសាងជាស្ពានណាសនចាំងរណាមានប្រព្រឹត្តិការណ៍ពេញពណ៌ល្អដើម្បីអំអរលើកទាំងចិនគេអា
សំលោកគ្រូអ្នកគ្រូសុបារម្ភអ៊ុំទឹងចំផ្សាយវហាល្បាញ់ល្បាយលីល្បាយស្រ័យចំងច័ន្ទចាញបែងផ្ដល់រកកិញ្កាចូលរួមរីករាយយ៉ាងស្រងថ្លាបាញ់ចេញស្នាមស្នាយ៉ាងសងខាសាលាជាថ្នាលដាំចំណេញបណ្ដងឲ្យចេញក្រុមកិញ្កាដល់មកពីសោនក្រុមសង្កានោមឲ្យសង្សារមានវិញជាសំជុំពូកែninh tinhអមានជាបន្តក្រុមពេលវេលាឆ្នាំចាំងឆ្នាំថ្មីឆ្នាំនានាជាប់ជាបន្តគ្នាជាហោហារួមនេះយំឆ្នាំនឹងគ្រូល្អខិនខំ
ឲ្យច្រើនកងកជូនសាលានាងខ្ញុំសូមអរគុណដល់គណៈកម្មការអធិបតីលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលទាំងអស់ដែលមានវត្តមាននៅទីនេះនាងខ្ញុំសូមអរគុណដែលបានយកចិត្តទុកដាក់សម្រាប់ឲ្យតទៅនាងខ្ញុំសូមជូនពរដល់គណៈអធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលនិងសិស្សនិស្សិតទាំងអស់ឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8ឃ្លៀងឃ្លានឡើយសូមអរគុណ